3ចំណុចនឹងធ្វើឲ្យអ្នកទាំងអស់គ្នាចង់រៀន 1. កំណត់គោលដៅ មានថាយើងកំណត់នៅបំណងប្រាថ្នារបស់យើងថាយើងចង់បានអីនៅពេលដែលយើងរៀនចប់ហើយយើងស្វែងរកឱកាសសិក្សាណាដែលតាក់ទងនឹងបំណងប្រាថ្នារបស់យើងនឹងឲ្យវាកាន់តែឆាប់សម្រេចនោះអ្នកនឹងផ្ដោតទៅលើការសិក្សារបស់អ្នកដើម្បីឲ្យសម្រេចបាននៅបំណងប្រាថ្នាឬក៏គោលដៅដែលអ្នកបានកំណត់ទុក 2. បង្កើតទំនាក់ទំនងនៅក្នុងការបង្កើតទំនាក់ទំនងជាមួយមិត្តរួមថ្នាក់ឬក៏អ្នកដែលរៀនសាលាមួយយើងនឹងក៏វាជាចំណែកមួយដែលជំរុញឲ្យចិត្តយើងនឹងចង់ទៅរៀនអ្នកគួរតែដើរជាមួយអ្នកណាដែលមានគំនិត positive នៅពេលដែលអ្នករកអានមនុស្សដែល positive បែបហ្នឹងគឺវាជាកម្លាំងជំរុញចិត្តយើងមួយដែរដែលឲ្យយើងចង់ទៅរៀនព្រោះពួកគាត់តែងតែគាំទ្រនិងលើកទឹកចិត្តឲ្យយើងរៀនចំណុចទោះបីយើងរៀនអត់សូវផ្កាយប៉ុន្តែយើងចង់ទៅរៀនដោយសារមានពួកគាត់នៅទីនោះចាំលើកទឹកចិត្តទី3គឺសាលានៅពេលដែលសាលារៀនរបស់អ្នកទាំងអស់គ្នាមានផាសុកភាពអនាម័យល្អស្អាតហើយលោកគ្រូអ្នកគ្រូដែលមានជំនាញច្បាស់លាស់គឺគាត់ចេះបរៀនយើងកុំឲ្យយើងធុញផ្ទុយទៅវិញមិនត្រឹមតែមិនធ្វើឲ្យយើងធុញទេថែមទាំងធ្វើឲ្យយើងនឹងចង់ទៅរៀនទៀតវាជាចំណែកមួយនៅក្នុងការជំរុញទឹកចិត្តឲ្យយើងនឹងចង់ទៅរៀនដូចគ្នាដោយសារតែគ្រូបរៀនគឺល្អសាលាស្អាតអនាម័យ3ចំណុចដែលខ្ញុំចែករំលែកនេះគឺខ្ញុំអនុវត្តខ្លួនឯងផ្ទាល់ហើយខ្ញុំអនុវត្តទៅគឺវាបានប្រសើរឡើងអញ្ចឹងទៅខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំអនុវត្តហើយវាបានលទ្ធផលមកល្អអញ្ចឹងទៅខ្ញុំក៏ចង់ចែករំលែកទៅកាន់បងប្អូនឬក៏អ្នកទាំងអស់គ្នាដែលមានអារម្មណ៍ថាធុញអត់ចង់ទៅសាលាឬក៏អត់ចង់រៀនស្ដាប់វីដេអូនេះ Finally អរគុណដែលតាមដានវីដេអូមួយនេះ